បាទថ្ងៃនេះយើងមានលំហាត់មួយទាក់ទងនឹងស្ថិតិបាទមានស្ថិតិអញ្ចឹងលំហាត់ហ្នឹងមាននៅក្នុងសៀវភៅពុំទៅពើ120លំហាត់លេខ1ណាអញ្ចឹងយើងមើលអស់គ្នាអញ្ចឹងគេថាគេស្រង់ចំនួនកូននៅក្នុងចំណោម40គ្រួសារអញ្ចឹងនេះគឺជាតារាងកូនរបស់គេលេខ1មានថាគ្រួសារហ្នឹងមានកូន1លេខ3គ្រួសារហ្នឹងមានកូន3នេះដល់ពេលលេខ0ហ្នឹងគឺគ្រួសារដែលមានចំនួនកូន0អញ្ចឹងសំណួររបស់គេក៏សង្ខេបទិន្នន័យជាតារាងទិន្នន័យអញ្ចឹងដល់សំណួរខបាទរកចំនួនគ្រួសារដែលមានកូនច្រើនជាងគេគោគ្រួសារភាគច្រើនមានកូនប្រមាណនេះអញ្ចឹងយើងបានដឹងមកហើយថាក្នុងការសង្ខេបទិន្នន័យជាតារាងទិន្នន័យហ្នឹងគឺយើងត្រូវផ្ដុំទិន្នន័យរបស់វាហ្នឹងជាក្រុមអញ្ចឹងយើងមើលចម្លើយរបស់គេក៏ជាការសង្ខេបតារាងទិន្នន័យជាតារាងទិន្នន័យចឹងមកតើមកយើងដាក់ថាផ្ដុំទិន្នន័យជាក្រុមអញ្ចឹងមានថាយើងផ្ដុំទិន្នន័យខាងលើនេះគឺជាក្រុមឧបមាថាកូន1អញ្ចឹងផ្ដុំកូន1បញ្ចូលគ្នាជាមួយកូន1ទាំងអស់អញ្ចឹងមកអញ្ចឹងយើងមើលគេផ្ដុំបាទនេះគឺជាកូន0អញ្ចឹងមានថាកូន0អញ្ចឹងកូន0នៅក្នុងតារាងរបស់យើងមានប្រមាណអញ្ចឹងយើងស្រង់ដាក់នៅក្នុងនេះមកអញ្ចឹងមាន1 2 3 4 5 6អញ្ចឹងយើងមើលសូននេះមាន6ណាអញ្ចឹងដូចគ្នាណាដល់ពេលកូន1អញ្ចឹងយើងមើលនៅក្នុងតារាងដូចគ្នាតើកូន1មានប្រមាណយើងស្រង់លេខ1យកដាក់ក្នុងទាំងអស់តែយើងធ្វើជាបន្តទៀតកូន2កូន3កូន4រហូតដល់កូន5ណាអញ្ចឹងថានេះគឺជាទិន្នន័យដែលយើងត្រូវផ្ដុំជាក្រុមមានន័យថាយើងយកលេខទាំងអស់នេះយើងផ្ដុំជាក្រុមនឹងបូកចូលគ្នាអញ្ចឹងត្រូវស្មើនឹង40ហើយស្មើនឹងចំនួនគ្រួសារខាងលើនេះបានត្រឹមត្រូវបើសិនយើងបូកទៅលើឬក៏ខ្វះមានន័យថាយើងផ្ដុំទិន្នន័យជាក្រុមនេះគឺមានអាចខ្វះឬអាចលើមានយើងត្រូវផ្ទៀងទឹកមើលម្ដងទៀតតបន្តទៀតនៅពេលយើងផ្ដុំជាក្រុមហើយយើងត្រូវតែសង់តារាងទិន្នន័យដែលសំណួរគេចង់បានអញ្ចឹងសង់តារាងទិន្នន័យយើងត្រូវបង្កើតតារាងជាមួយសិនហើយយើងត្រូវដាក់ចំណងជើងឲ្យវាបាទដាក់ចំណងជើងបាទចំនួនកូនអញ្ចឹងចំនួនកូនយើងដឹងហើយចាប់ពីកូន0រហូតដល់កូន5កូន0រហូតដល់កូន5អញ្ចឹងយើងដាក់មកកូន0កូន1កូន2កូន3កូន4រហូតដល់កូន5ដល់បានពីស្រង់ចំនួនកូនហើយយើងដាក់ចំនួនគ្រួសារព្រោះគេចង់ដឹងថាកូន0មានប្រមាណគ្រួសារអញ្ចឹងយើងត្រូវមើលកូន0ដែលយើងផ្ដុំបានតើមានប្រមាណគ្រួសារអញ្ចឹងចង់ដឹងចំនួនគ្រួសារយើងត្រូវរាប់សូនក្នុងនេះមានប្រមាណ0 1 2 3 4 5 6អញ្ចឹងមានថាកូន0មានចំនួន6គ្រួសារអញ្ចឹងយើងដាក់លេខ6គ្រួសារដល់ពេលកូន1យើងរាប់មក1 2 3 4 5 6 7 8អញ្ចឹងមានថាកូន1មាន8គ្រួសារអញ្ចឹងយើងដាក់8អញ្ចឹងយើងរាប់បន្តរហូតដល់កូន5អញ្ចឹងយើងដាក់មកណាកូន2មាន14គ្រួសារកូន3មាន6គ្រួសារកូន4មាន4គ្រួសារនិងកូន5មាន2គ្រួសារបាទអញ្ចឹង